សិទ្ធិក្នុងការសម្រេចចិត្តជាមួយនឹងដៃគូស្នេហាស្រឡាញ់ជាការផ្ដល់ឲ្យសិទ្ធិក្នុងការសម្រេចចិត្តស្រឡាញ់មិនមែនថាត្រូវតែឲ្យគេធ្វើតាមចិត្តអ្នកគ្រប់ពេលនោះទេការផ្ដល់ឲ្យក្នុងការសម្រេចចិត្តអាចឲ្យគេធ្វើតាមអ្វីដែលគេចង់ធ្វើនិងស្វែងយល់ពីហេតុផលចាំបាច់ណាមួយដែលគេអាចសម្រេចចិត្តមិនសមតាមបំណងរបស់អ្នកឬមិនតាមដែលអ្នកប្រាថ្នាទើបជាការស្រឡាញ់មួយយ៉ាងពិតប្រាកដឧទាហរណ៍ថាបើសិនជាគេចុងក្រោយមិនបានសម្រេចចិត្តជ្រើសរើសយកអ្នកក៏អ្នកត្រូវគោរពតាមនិងទទួលស្គាល់ការពិតនេះហើយបើសិនជាអ្នកស្រឡាញ់គេមែនអ្នកក៏ព្រមនឹងរីករាយជាមួយនឹងការសម្រេចចិត្តរបស់គេមនុស្សដែលយើងស្រឡាញ់មានសេចក្តីសុខនេះក៏ជាសេចក្តីសុខរបស់យើងដែរបើទោះបីជាត្រូវឈឺម្ដងពេលនឹកគេក៏ដោយអ្នកត្រូវយល់ថាសេចក្តីស្នេហាមិនអាចបង្ខំបានឡើយដូចនេះវាគ្មានហេតុផលណាដែលនៅក្រាញរនាលមិនព្រមបែកជាមួយគេនោះទេកំសត់ពេកហើយតែការឈឺចាប់នេះក៏នឹងប្រសើរជាងការឈឺចាប់ដែលឃើញមនុស្សដែលយើងស្រឡាញ់ត្រូវគេធ្វើបាបហើយគេកំពុងតែឈឺចាប់នោះដែរសិទ្ធិក្នុងការមានពេលវេលាគ្រប់គ្រាន់ស្រឡាញ់គឺជាការផ្ដល់ឲ្យពេលវេលាដែលគ្រប់គ្រាន់ពេលវេលាគឺជារឿងដែលពិបាកបំផុតក្នុងការចរចាអ្នកស្រឡាញ់គេអ្នកច្បាស់ជាត្រូវការគេឲ្យនៅក្បែរអ្នកនៅជិតអ្នកធ្វើអ្វីជាមួយអ្នកនិងមិនចង់ឲ្យឃ្លាតសំបីតែមួយជំហាននិយាយដែរថាបើសិនជាការស្រឡាញ់សូមឲ្យពេលវេលាឲ្យគេបានគ្រប់គ្រាន់សម្រាប់ខ្លួនគេផ្ទាល់សម្រាប់គ្រួសាររបស់គេមិត្តភ័ក្តិបងប្អូននិងមនុស្សនៅជុំវិញខ្លួនរបស់គេឬមួយក៏អ្នកគិតថាការដែលស្រឡាញ់គេមានតែគេហើយនឹងអ្នកហើយមិនអាចឲ្យគេទៅពាក់ព័ន្ធជាមួយនឹងអ្នកណាឡើយមិនគិតថាគេឯកាពេកទេហេតុអ្វីត្រូវឲ្យគេផ្ដាច់ខ្លួនចេញពីពិភពលោករបស់គេហើយមានតែអ្នកម្នាក់ស្រឡាញ់គេក៏អាចចង់ឲ្យគេអាចរស់នៅដោយរីករាយមានពេលវេលាខ្លះរបស់ខ្លួនឯងអ្នកក៏អាចមានពេលវេលាខ្លះសម្រាប់ខ្លួនអ្នកគ្រួសារអ្នកក៏ស្រឡាញ់គ្រួសារគេដែរហើយក៏គេក៏ស្រឡាញ់គ្រួសាររបស់អ្នកដូចគ្នាមិត្តភ័ក្តិពេលដែលមានបញ្ហាខ្លះដែលត្រូវដោះស្រាយនិងត្រូវការយោបល់និងអ្នកផ្សេងទៀតមនុស្សដែលពាក់ព័ន្ធកុំឈរនៅទីអាត្មានិយមហើយស្រែកក្តែងថាអយុត្តិធម៌ណាស់គម្លាតសុវត្ថិភាពស្រឡាញ់គឺជាការផ្ដល់ឲ្យគម្លាតដ៏មានសុវត្ថិភាពរវាងមនុស្សពីរនាក់គម្លាតតែងកើតមានឡើងហើយបើសិនជាចំនួនរវាងមនុស្សពីរនាក់វានឹងងាយដោះស្រាយតែបើមានវត្តមានជនទី3អ្នកថ្មីគ្រួសារបងប្អូនឬមិត្តភ័ក្តិគម្លាតនោះអាចនឹងពិបាកផ្សះផ្សាព្រោះវាបានចូលទៅដល់ព្រំដែនអសន្តិសុខបាត់ទៅហើយកំណត់សុវត្ថិភាពជាអ្វីគម្លាតនេះគឺជាចំនួនប្រកែកគ្នាតែគេមិនប្រើពាក្យថាបែកជាការដែលខឹងគ្នាតែនៅតែនិយាយនិងតបសារគ្នាទៅវិញទៅមកជាការដែលរករឿងគ្នាឬមួយក៏ជារឿងតែមួយនៅតែមានហេតុផលស្ដាប់រៀងខ្លួនជាការដែលព្រមដើរចេញពេលដែលម្នាក់ព្រមដេញហើយជាការដែលប្រឹងប្រែងរក្សាជំហរនៅពេលដែលយល់ថាចាប់ផ្ដើមអស់អារម្មណ៍ជាការដែលដេញដោតពីភាពផ្លាស់ប្ដូរក្រោយពេលដែលយល់ថាអ្វីហាក់លែងទៅមុខដរាបណាគម្លាតនៅតែមានសុវត្ថិភាពចំណងទាំងនេះនឹងត្រូវបានដោះស្រាយបំពេញបំណែកដែលខ្វះខាតស្រឡាញ់គឺជាការផ្ដល់ឲ្យចំណែកដែលខ្វះពេលអ្នកស្រឡាញ់គេអ្នកច្បាស់ជាដឹងយ៉ាងច្បាស់ពីចំណុចដែលគេខ្វះខាតវាជាការផ្ដល់ឲ្យតែមិនមែនជាការត្អូញត្អែថាគេមិនល្អត្រង់នេះត្រង់នោះឡើយហេតុអ្វីក៏ត្រូវចាប់ផ្ដើមសង្ស័យលើការស្រឡាញ់របស់ខ្លួនឯងចំពោះគេនោះស្រឡាញ់គេបើដឹងថាមានចំណុចខ្វះខាតហើយហេតុអ្វីមិនអាចផ្ដល់ឲ្យគេបាននៅទទួលភាពពេញលេញដែលគេប្រាថ្នាឬមួយក៏អ្នកប្រាថ្នាហេតុអ្វីត្រូវធ្វើការទាមទារឲ្យគេធ្វើតាមអ្វីដែលអ្នកត្រូវការបើខ្វះ 20% អ្នកអាចប្រឹងដល់ 80% ហើយបំពេញឲ្យគេ
ឲ្យបានច្រើនដែលយើងអាចធ្វើទៅបានហើយអ្នកល្អនៅចំណុចដែលគេខ្វះខាតអ្នកជួយបំពេញចំណុចខ្វះខាតរបស់គេទាំងនោះទៅអ្នកនឹងអរគុណគេហើយស្រឡាញ់អ្នកកាន់តែច្រើនឡើងហើយអ្នកប្រកាសជាទទួលបានការបំពេញពីគេដូចគ្នាវាក៏ដូចជាស្នេហាដ៏មានន័យមួយស្នេហាពេញលេញស្នេហាបែបចាទុំដែលមានលក្ខណៈងុំបានយូរអង្វែងការបកស្រាយស្រឡាញ់គឺជាការផ្ដល់ឲ្យមានការបកស្រាយពេលខឹងអ្វីក៏ដោយមិនចូលចិត្តអ្វីក៏ដោយប្រកែករឿងអ្វីក៏ដោយមិនអស់ចិត្តរឿងអ្វីក៏ដោយការបកស្រាយដើរតួសំខាន់ក្នុងការលុបលាងភាពមិនច្បាស់លាស់និងតភ្ជាប់គម្លាតដែលមានស្រឡាញ់ត្រូវតែផ្ដល់ការបកស្រាយនិងពន្យល់រៀបរាប់ថាតើហេតុអ្វីបែបនេះហេតុអ្វីបានជាបែបនោះតារាបណាការបកស្រាយត្រូវបានបំភ្លឺការយល់ច្រឡំការអន់ចិត្តនិងសេចក្តីតោមនិញជាមួយនឹងអ្នកនឹងលែងមានស្រឡាញ់ហេតុអ្វីត្រូវហត់ក្នុងការបកស្រាយអ្នកក៏អាចនឹងប្រកែកថាខ្ញុំបកស្រាយហើយគេមិនស្ដាប់គេមិនព្រមគេនៅតែមិនត្រូវគ្នាសូមយកពេលមួយមកគិតឡើងវិញចាប់ផ្ដើមពីខ្លួនអ្នកសិនតើអ្នកបកស្រាយដោយរបៀបណាមានតឹងតសៃកដាក់គ្នាទេឬតាមសម្រួលបកស្រាយត្រូវពេលវេលាទេត្រូវកលៈទេសៈទេកុំព្យាយាមបកស្រាយនៅពេលដែលគេកំពុងខឹងពេលគេមួម៉ៅឬពេលដែលអ្នកដឹងថាគេស្ដាប់មិនចូលទេរកពេលណាមួយសមរម្យរួចនិយាយគ្នាតាមសម្រួលទៅមានប្រសិទ្ធភាពក៏ត្រូវកត់សម្គាល់សម្ដីរបស់អ្នកពេលបកស្រាយផងដែរថាតើសម្ដីមួយណាដែលអាចទទួលយកបានឬក៏ជាសម្ដីបែបណាដែលបែបព្រាមប្រដៅដូចជាឪពុកម្ដាយរបស់គេតែអ្នកនិយាយមកដោយភាពគោរពគ្នាទៅវិញទៅមកដែរឬទេពេលខ្លះអ្នករវល់តែឃើញពីកំហុសរបស់គេពេករហូតតតែភ្លេចខ្លួនថាធ្វើអ្វីខ្លះលើគេអ្វីខ្លះគ្រប់គ្រងឲ្យមានភាពលូតលាស់ស្រឡាញ់គឺជាការគ្រប់គ្រងឲ្យមានកន្លែងលូតលាស់ទៅមុខការមើលឃើញមនុស្សជាទីស្រឡាញ់មានភាពរីកចម្រើននិងលូតលាស់ទៅមុខក៏ជាសុភមង្គលផ្លូវចិត្តមួយដែលអ្នករំពឹងទុកនិងប្រាថ្នាមើលឃើញរាល់ថ្ងៃរាល់ពេលវេលានិងគ្រប់វិធីបើសិនអ្នកស្រឡាញ់គេហេតុអ្វីទ្រាំមើលឃើញគេនៅត្រឹងនៅនឹងមួយកន្លែងឬក៏ថប់ដង្ហើមលូតលាស់របស់គេឲ្យដកបានត្រឹមពេលដ៏ខ្លីឬក៏បានត្រឹមតែជាមួយអ្នកស្រឡាញ់មិនមែនជាការឃុំឃាំងឬខាត់ខាំងរារាំងមិនឲ្យមនុស្សដែលអ្នកស្រឡាញ់ហោះហើរទៅដល់ទីណាមួយដែលគេចង់ទៅខ្លាចទៅជាអ្វីដែលគេចង់ធ្វើនិងអ្វីដែលគេស្រមៃនោះឡើយតែវាគឺជាការជួយជ្រោមជ្រែងនាំគេទៅរកសេចក្តីប្រាថ្នាក្តីស្រមៃនិងអនាគតមួយដែលគេនឹងត្រូវរ៉ាប់រងទោះបីជាអនាគតទៅអ្នកនឹងគេបានរៀបការឬមិនបានរៀបការក៏ដោយអ្នកគួរតែធ្វើជាមនុស្សម្នាក់ដែលអ្នកនៅជុំវិញខ្លួនអ្នកជាពិសេសអ្នកដែលស្រឡាញ់អ្នកមានការរីកចម្រើនបង្កើតទម្លាប់មួយជ្រុំជ្រែងគ្នាជួយលើកទឹកចិត្តគ្នាសប្បាយអររាល់ពេលដែលគូរបស់អ្នកសាងភាពជោគជ័យអ្វីមួយវាមិនត្រឹមតែធ្វើឲ្យអ្នកនិងដៃគូលូតលាស់ទៅមុខនោះទេវាថែមទាំងឲ្យចំណងស្នេហាអ្នករឹងមាំកាន់តែខ្លាំងឡើងផងដែរវាបង្កើតជាទម្លាប់មួយដែលថាអ្នកមានគេអ្នកគេមានអ្នកនៅពេលដែលលើកទឹកចិត្តរាល់ពេលធ្វើគម្រោងអ្វីមួយអ្នកមាននៅលើកទឹកចិត្តរបស់អ្នកពេលឆ្លងកាត់ឧបសគ្គអ្នកមានអោបអរជាមួយពេលវេលាដែលជោគជ័យស្រឡាញ់គឺជាការផ្ដល់ឲ្យឆ្អែតលើភាពអាត្មានិយមស្រឡាញ់គឺជាការផ្ដល់ឲ្យប្រឹងស្រឡាញ់ជាងមុនស្រឡាញ់គឺជាការផ្ដល់ឲ្យឃ្លាតភាពស្និទ្ធស្នាលស្រឡាញ់គឺជាការផ្ដល់ឲ្យខ្លួនឯងខ្លាចជាប្រសើរឡើងស្រឡាញ់គឺជាការផ្ដល់ឲ្យមានភាពស្កប់ស្កល់ប្រើការអភ័យទោសឲ្យអស់ពីលទ្ធភាពការអភ័យទោសមិនអាចផ្លាស់ប្ដូរអតីតកាលឡើយតែវាពិតជាអាចបើកផ្លូវសម្រាប់អនាគតកាលបានអ្នកនៅចាំការដែលគេធ្វើឲ្យអ្នកឈឺចាប់យ៉ាងម៉េចយំដល់មិនអាចឈប់បែបណាក៏អ្នកនៅតែចងចាំរឿងដែលមិនសមបំណងដែលអ្នកកន្លងហើយក៏នៅតែឈឺក៏អ្នកនៅតែចាំការដែលគេកុហកយើងម្ដងហើយម្ដងទៀតអ្នកនៅមិនទាន់បំភ្លេចភ
ភាពឯកោដែលគេបន្សល់ទុកឲ្យអ្នកក៏មិនអាចអភ័យទោសលើពីភាពដែលគេមិនព្រមចុះចាញ់អ្នកឬក៏អ្នកធ្លួកលួចអន់ចិត្តដែលគេប្រកែកយកអ្នកធ្វើជាមនុស្សកំដរនៅពេលដែលគេឯកោប៉ុណ្ណោះតើត្រូវបន្ធូរអារម្មណ៍ចងចាំបែបនេះឬមួយក៏ត្រូវតែអភ័យទោសឲ្យគេការអភ័យទោសអាចធ្វើទៅបានអាស្រ័យទៅលើទំហំចិត្តដែលអ្នកមានចិត្តដែលទូលាយនិងងាយអភ័យហើយក៏មិនសូវឈឺដែរតែលើកលែងតែការស្រឡាញ់នេះចិត្តដែលប្រែជាចង្អៀតចាប់ផ្ដើមឲ្យឱកាសខ្លួនឯងច្រើនឡើងក្នុងការចេះរៀនអន់ចិត្តគិតច្រើននិងលែងសួរជឿជាក់ដឹងទេថាមកពីមូលហេតុអ្វីស្រឡាញ់គឺជាហេតុផលមួយដែលធ្លាប់តែលើពេលដែលមនុស្សពីរនាក់ឆ្លោះគ្នាលើរឿងដដែលបញ្ហាប្រចាំងឬភាពមិនជឿជាក់លើគ្នាបើសិនស្រឡាញ់ពិតជាប្រែដល់ខ្មៅយ៉ាងនឹងហេតុអ្វីក៏ខំប្រឹងរត់តាមក្តីស្រឡាញ់យ៉ាងនេះកុំប្រើការស្រឡាញ់បដូរសម្ពុតសឲ្យទៅជាខ្មៅឬថាអាចប្រឡាក់បោកសម្អាតពេលណាក៏បានពាក្យសំទោសយើងអាចនិយាយប៉ុន្មានលានដងក៏បានតែភាពឈឺចាប់ដែលយើងទទួលពីការដែលគេធ្វើពុំគប្បីវាពិតជាបន្សល់នៅរបួសក្នុងចិត្តហើយវាមិនប្រកាសទេថានៅពេលដែលយើងព្រមអភ័យឲ្យគេយើងនឹងមានក្តីឈឺចាប់នោះដូចនេះមុននឹងធ្វើអ្វីមួយគួរពិចារណាឲ្យបានល្អិតល្អន់ជាពិសេសផលវិបាកក្រោយពេលដែលយើងប្រព្រឹត្តឡើងនោះកុំឲ្យបន្សល់ទុកនៅពាក្យស្ដាយក្រោយឲ្យជីវិតអ្នកច្រើនពេកអីហើយក៏គុំទុកឱកាសឲ្យអ្នកណាដែលប្រព្រឹត្តកំហុសដដែលច្រើនដងពេកដែរព្រោះគេមិនមើលឃើញថាវាជាកំហុសធ្ងន់ធ្ងរទេគេមិនមើលឃើញថាការឈឺចាប់របស់អ្នកទេអ្នកជាបានជាអ្នកជាគេតែត្រូវធ្វើម្ដងហើយម្ដងទៀតអ្នកណាក៏ធ្លាប់ធ្វើខុសបើដឹងខុសហើយត្រូវខំប្រឹងធ្វើដដែលត្រូវតែអ្នកត្រូវតែពិចារណាពីពេលវេលានិងផ្ដល់ឱកាសការដែលស្រឡាញ់មនុស្សម្នាក់ពិតប្រាកដជាការដែលហ៊ានទទួលយកហើយជឿជាក់ថាអ្នកអាចដោះស្រាយដើរលើផ្លូវបែបណាក៏ដោយជាមួយគេបានបើខុសតើហេតុអ្វីមិនអាចអភ័យទោសបើខុសហើយឈឺដល់កម្រិតដែលអាចទ្រាំហេតុអ្វីក៏មិនអាចដើរចេញហើយក៏ជូនពរគ្នាតែបើខុសហើយធ្វើឲ្យអ្នកឈឺចាប់ខ្លាំងដល់ថ្នាក់មិនអាចជូនពរគ្នាបានហើយក៏ដើរចេញទាំងស្ងប់ស្ងាត់ចាត់ទុកថាមិនបានស្គាល់គ្នាទៅចោះអ្នកមិនស្គាល់គេមិនស្គាល់អ្នកហើយរកសេចក្តីសុខដាក់រៀងខ្លួនទៅមនុស្សម្នាក់មានព្រំដែនកំណត់ទំហំចិត្តនៃការតស៊ូអត់ធ្មត់ខុសគ្នាដូច្នេះអ្នកពុំគួរប្រៀបធៀបកំហុសរបស់ដៃគូអ្នកជាមួយនឹងដៃគូស្នេហាផ្សេងឡើយផ្ទុយទៅវិញអ្នកគួរតែចំណាយពេលវេលាសួរខ្លួនឯងថាត្រូវការស្នេហារបៀបណាត្រូវការដៃគូជីវិតជាមនុស្សបែបណាហើយនិយាយប្រាប់គ្នាឲ្យច្បាស់ពីដំបូងថាតើទង្វើអ្វីដែលអ្នកមិនអាចលើកលែងទោសឲ្យបានហើយអ្នកចង់បានអ្វីជាគោលដៅនៅក្នុងស្នេហាមួយនេះពេលបែកគ្នានឹងដឹងទេថាត្រូវស្ដាយអ្វីខ្លះស្ដាយឬមួយបើខ្ញុំស្រឡាញ់គេឲ្យបានច្រើនជាងនេះស្ដាយបើខ្ញុំមិនមានស្ដាយបើខ្ញុំនិយាយឲ្យច្បាស់ជាមួយគេស្ដាយបើខ្ញុំព្រមតាមចិត្តគេសិនស្ដាយបើចិត្តខ្ញុំទូលាយជាងនេះបន្តិចស្ដាយបើខ្ញុំរស់នៅក្នុងភាពសពនិមិត្តនេះស្ដាយបើខ្ញុំមិនដោយតាមពេលវេលាខ្លះស្ដាយពេលដែលខ្ញុំស្រឡាញ់គេមិនគ្រប់គ្រាន់ឃើញការដែលចាប់ផ្ដើមចេញពីការភាពស្ដាយដែលប្រសិនបើអ្នកជាមួយមនុស្សជាទីស្រឡាញ់ដែលអ្នកនៅចិត្តមានអារម្មណ៍សោកសៅអ្នកដែលស្ដាយជាងគេបំផុតត្រូវសួរខ្លួនឯងម្ដងហើយម្ដងទៀតគឺខ្ញុំមនុស្សពិបាករកហេតុផលមកលួងខ្លួនឯងអាចថាពិបាកសម្លឹងមើលបន្តិចមានតែមួយចំនួនប៉ុណ្ណោះដែលអាចប្រឹងប្រែងដើម្បីវាអ្នកដឹងថាហេតុអ្វីទេព្រោះមនុស្សយើងភាគច្រើននៅពេលដែលកំពុងពិបាកចិត្តឬពេលជួបទុក្ខលំបាកខួរក្បាលនឹងវល់គិតតែពីបញ្ហានិងទុក្ខលំបាកនោះអ្នកត្រូវតែវឹកហាត់ចិត្តខ្លួនឯងឲ្យបានសម្លឹងមើលឃើញពីបញ្ហាសម្លឹងរកបំណោះស្រាយនិងផ្លូវចេញអ្នកកាន់តែគិតពីបញ្ហាក៏ដូចជាទុក្ខលំបាក
ចិត្តអ្នកនឹងកាន់តែតឹងតែងស្រេះកាន់តែខ្លាំងរួចក៏ដួលតែម្ដងសួរថាធ្វើបែបហ្នឹងបានប្រយោជន៍អ្វីពេលដែលអ្នកនឹកឃើញដល់គ្រាចាប់ដើមហេតុអ្វីអារម្មណ៍ពេលនេះខុសគ្នាឆ្ងាយដល់ម្លឹងអារម្មណ៍ដែលសួរថាហេតុអ្វីអ្នកត្រូវលេងសើចផ្លូវអារម្មណ៍បែបនេះលេងសោះក៏បែរជាលងស្រឡាញ់គេដោយមិនដឹងខ្លួនស្នេហានេះកំពុងដើររកផ្លូវបែកបត់ដោយឈឺចាប់ថយក្រោយក៏រឹតតែមិនអាចប៉ះពៅទៅមុខមានតែទ្រាំទប់ទល់អ្នកអាចនឹងគ្រាន់តែចង់បញ្ចប់អតីតកាលនិងការចងចាំទាំងនេះឲ្យបានឆាប់ដោយប្រើប្រាស់បេះដូងដោយស្រោចស្រង់ដោយភាពមិនស្រឡះប្រឡាក់ដោយស្នាមជីចាស់ដែលមិនទាន់ជាសះស្បើយនៅឡើយហើយប្រឹងប្រែងទឹកអប់នៃភាពកុហកមកស្រោចក្លិនលើស្នេហាថ្មីនេះអ្នកមិនទាន់ប្រកាសខ្លួនឯងនៅឡើយថាបេះដូងអ្នកភ្លេចអតីតកាលហើយឬនៅតែក៏អាត្មានិយមមិនចង់នៅឯកោម្នាក់ឯងរួចក៏ប្រញាប់ទទួលយកស្នេហាថ្មីមួយទៀតចូលមកក្នុងជីវិតអ្នកចុងក្រោយមានច្រើនករណីណាស់ដែលធ្វើបាបអ្នកថ្មីដោយមិនដឹងខ្លួនទាំងគេគ្មានកំហុសសោះវាមិនខុសពីការដែលរើសយកខោអាវដែលប្រឡាក់ស្លៀកជាប់យូរថ្ងៃមកបាញ់ទឹកអប់រលាស់ហើយអ៊ុតស្លៀកម្ដងទៀតនោះទេអ្នកគិតថាគេមើលមិនដឹងទេព្រោះបាញ់ទឹកអប់ហើយតែអ្នកខ្លួនឯងដឹងយ៉ាងច្បាស់វាគឺជាខោអាវដែលស្លៀករួចគ្រាន់តែបាញ់ទឹកអប់ប៉ុណ្ណោះសូមកុំបោកប្រាស់ក្តីស្រឡាញ់នរណាម្នាក់ឲ្យសោះបើអ្នកពុំទាន់ច្បាស់ចិត្តថាបើធ្វើចិត្តមិនទាន់ដាច់ស្រេចជាមួយនឹងស្នេហាចាស់របស់អ្នកកុំឲ្យនរណាម្នាក់មកឈឺចាប់ព្រោះតែភាពមិនពិតប្រាកដរបស់អ្នកព្រោះអ្នកក៏ដឹងច្បាស់ថាភាពឈឺចាប់នោះមានរសជាតិយ៉ាងណាបាត់ទៅហើយ